សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះកម្មបថេរៈព្រះកັບបថេរៈជាបុត្រព្រាហ្មណ៍ម្នាក់នៅក្នុងក្រុងសាវត្ថីការចម្រើនបីឡើងបានទៅសិក្សាក្នុងសំណាក់ព្រាហ្មណ៍ពាវរីការអតីយមានុបក្រាបទូលសួរប្រស្នាបានស្ដាប់ព្រះធម្មទេសនាសម្រេចអរហត្តហើយទៅកັບបមានុបបានឱកាសក្រាបទូលសួរប្រស្នាជាគម្រប់10ដូចតទៅថាសូមព្រះអង្គត្រាស់ប្រាប់ធម៌ដែលជាទីពឹងពំនាក់នៃជនដែលមានជរានិងមរណៈមកដល់ជុំវិញដូចជាកោះជាទីស្នាក់អាស្រ័យនៃជនអ្នកស្ថិតនៅនីកណ្ដាលសាគរដែលមានរលកកុកគ្រាំកុកក្រែងគួស្ញែងខ្លាចដល់ខ្ញុំព្រះអង្គកុំឲ្យទុកនេះកើតឡើងទៀតបានព្រះឈ្នះមាទ្រង់ព្យាករថាតថាគតពោលថានិព្វានគ្មានកិលេសគ្រឿងកង្វល់មិនមានតណ្ហាជាគ្រឿងប្រកាន់មមជាទីអស់ទៅនៃជរានិងមរណៈនេះឯងបីដូរជាកោះមិនមែនធัวដតីផ្សេងទេជនពួកណាស្គាល់និព្វាននោះហើយជាអ្នកមានសតិមានធัวបានឃើញហើយរំលត់កិលេសបានហើយជនពួកនោះមិនបានធ្លាក់ទៅក្នុងអំណាចនៃមាមិនបាច់ដើរក្នុងផ្លូវនៃមាឡើយវេលាចប់បញ្ហាព្យាករកັបបមានុបបានសម្រេចអរហត្តព្រមទាំងចតុបដិសម្ភិទាញាណទើបក្រាបថ្វាយបង្គំសូមឧបសម្បទាព្រះដ៏មានបុណ្យក៏អនុញ្ញាតឲ្យបានជាភិក្ខុដោយអេហិភិក្ខុឧបសម្បទាព្រមជាមួយនឹងពួកមានុបទាំងនោះក្នុងខណៈចប់សោលាសបញ្ហាព្យាករព្រះកັបបថេរៈមានជនមាយុក្នុងព្រះសាសនាដ៏សមគួរដល់ការកំណត់ហើយក៏រំលត់ឋានចូលកាន់ព្រះនិព្វាន